គុំនេះបងប្អូនបើសិនជាមានភ្លៀងគ្រប់គ្រាន់វិញមិនទេហើយដាក់ជីបាច់ជីថែមទៀតពេញទំហឹងតែម្ដងបើដីខាងនេះមានទេមិនមែនជារបាយខ្សាច់ជាដីរបាយកន្ទេងដល់ពេលអត់ភ្លៀងយូរអត់ទឹកយូរស្ងួតហែងចឹងណាស្រូវស្វិតតែម្ដងបាទស្វិតស្រពូនស្រូវមួយស្រែនឹងហូបគ្រាន់អត់ទេឆ្នាំក្រោយបងប្អូនបើអាឡ័យទៅបែបនេះមួយស្រែគត់